ទម្លាប់9យ៉ាងដែលធ្វើឲ្យយើងក្រថ្ងៃហ្នឹងគឺយើងនឹងមកនិយាយអំពីទម្លាប់ដែលធ្វើឲ្យយើងចេះតែដាច់លុយរហូតតែមុននឹងចូលទៅដល់ខ្លឹមសារវីដេអូនៅក្នុងឱកាសឆ្នាំថ្មីខាងមុខនេះខ្ញុំសូមជូនពរឲ្យបងប្អូនទាំងអស់គ្នាជួបតែសេចក្តីសុខសប្បាយរីករាយនិងមានសិរីសួស្តីហើយសូមឲ្យការធ្វើដំណើរទៅកាន់សុខកំណើតរបស់បងប្អូនប្រកបដោយសុវត្ថិភាពគ្រប់គ្នាតើបងប្អូនយើងចាប់ដើមបងប្អូនដឹងអត់ចន្លោះរវាងអ្នកមាននិងអ្នកក្រមិនមែនសិតនៅលើចំនួនប្រាក់ខែដែលគេទទួលបានទេគឺសិតនៅលើទម្លាប់គ្រប់គ្រងលុយទម្លាប់ខ្លះយើងមើលទៅដូចជាសាមញ្ញធម្មតាប៉ុន្តែវាជាចង្វាក់ដែលចងយើងជាប់មិនឲ្យមានបានដូចគេកើតក្នុងវីដេអូនេះខ្ញុំនឹងរៀបរាប់ពីទម្លាប់ទាំង9ដែលអ្នកមានគេមិនដែលធ្វើទេចង់បងប្អូនសាស្ដាប់មើលថាទម្លាប់ទាំង9ហ្នឹងមានអ្វីខ្លះទម្លាប់ទី1ការរស់នៅសម្រាប់តែថ្ងៃនេះគឺជាទម្លាប់ YOLO ពាក្យពេញរបស់វាគឺ you only live once មនុស្សភាគច្រើនគិតថាជីវិតខ្លីណាស់ចង់ញ៉ាំអីញ៉ាំទៅចង់ដើរទៅណាក៏ទៅលុយរកមកគឺដើម្បីចាយនឹងហើយបងប្អូនលុយយើងខំរកមកគឺដើម្បីចាយដល់សេចក្តីសុខឲ្យខ្លួនឯងប៉ុន្តែការគិតបែបហ្នឹងគឺជាថ្នាំពុលពេលដែលបានប្រាក់ខែភ្លាមគឺបងប្អូនចាយភ្លាមព្រោះគិតថាខ្លួនឯងខំធ្វើការហត់ហើយចឹងពេលដែលបានប្រាក់ខែត្រូវតែស្រឡាញ់ខ្លួនឯងបន្តិចហើយក៏វល់គ្នាទៅហាងទំនើបទិញអីវ៉ាន់អនឡាញទាំងដែលវ៉ាន់នោះបងប្អូនអត់ទាន់ត្រូវការប្រើឥឡូវនេះទេព្រោះគ្រាន់តែចង់បំពេញសេចក្តីសុខឲ្យខ្លួនឯងមួយផ្លែវាអត់មានអីខុសទេបងប្អូនគ្រាន់តែយើងចង់យកលុយដែលខ្លួនឯងខំរកមកបំពេញចំណង់ចំណូលចិត្តឲ្យខ្លួនឯងតែទម្លាប់ដែលមើលទៅដូចជាធម្មតានឹងហើយគឺធ្វើឲ្យបងប្អូនអស់លុយមុនដាច់ខែរហូតយើងគួរតែបដូរទម្លាប់នេះបន្តិចមុននឹងបងប្អូនចាយគឺត្រូវតែចេះបែងចែកលុយទៅតាមចំណែកសិនសន្សំមុនសិនចាំយើងចាយតាមក្រោយព្រោះអ្នកមានគឺគេតែងតែសន្សំមុននឹងវិនិយោគហើយមិនចាយតាមក្រោយសម្រាប់ការបែងចែកលុយសន្សំបងប្អូនអាចមើលនៅក្នុងវីដេអូច្បាប់សន្សំលុយ50 30 20របស់ខ្ញុំបានណានៅក្នុងវីដេអូហ្នឹងគឺខ្ញុំនឹងរៀបរាប់លម្អិតពីរបៀបសន្សំលុយឲ្យសល់ទម្លាប់ទី2មិនកត់ត្រាតួលេខបងប្អូនធ្លាប់ឆ្ងល់អត់លុយចាយដូចមិនច្រើនទេប៉ុន្តែបាត់ទៅណាអស់ពេលដែលយើងមិនដឹងពីចំណូលចំណាយរបស់ខ្លួនឯងគឺដូចជាបើកទូកដែលធ្លាយចឹងព្រោះមិនដឹងថាវាធ្លាយត្រង់ណាចឹងទឹកចេះតែហូរមកការចាយលុយក៏ដូចគ្នាដែរបើយើងមិនដឹងថាវាធ្លាយត្រង់ណាលុយយើងចេះតែហូរចេញយើងមិននឹងអាចទុកបានទម្លាប់ចាយទៅលើចំណាយតូចៗដូចជាកាហ្វេ brand រាល់ថ្ងៃបរិយស្រាបៀរការជួបជុំម្ដងតិចក៏អស់លុយយើងច្រើនដែរជាទូទៅបងប្អូនភាគច្រើនមិនចូលចិត្តកត់ត្រាចំណាយតិចនេះទេព្រោះគិតថាវាគួរឲ្យធុញវាស្មុគស្មាញហើយខ្ញុំក៏ចឹងដែរប៉ុន្តែតិចនឹងហើយធ្វើឲ្យយើងអស់លុយច្រើនណាស់លុយចាយមិនដែរដល់ចុងខែទេបើយើងមិនកត់គឺយើងមិនដឹងទេថាលុយយើងទៅណាអស់ចឹងបងប្អូនចាប់ផ្ដើមកត់ត្រាចំណូលចំណាយទុកហើយមើលឡើងវិញរៀងរាល់ចុងខែដើម្បីដឹងថាចំណាយណាខ្លះដែលយើងចាយទៅលើរបស់ដែលមិនចាំបាច់ហើយអស់លុយយើងច្រើនចឹងយើងគួរតែកាត់បន្ថយទម្លាប់ទី3ការពឹងផ្អែកលើប្រភពចំណូលតែមួយមុខភាគច្រើនគឺយើងពឹងតែលើប្រាក់ខែតែមួយមុខទេដើម្បីដោះស្រាយជីវភាពប៉ុន្តែយើងមិនអាចមានបានដោយសារតែប្រភពចំណូលតែមួយដូចជាប្រាក់ខែបានទេបងប្អូនអ្នកមានគឺគេតែងតែរកវិធីបង្កើនប្រភពចំណូលឲ្យបានច្រើនផ្លូវព្រោះថាបើសិនជាយើងចាំតែប្រាក់ខែក្រុមហ៊ុនឧទាហរណ៍បើសិនជាក្រុមហ៊ុនយើងផ្អាកឬក៏យើងឈឺចឹងយើងមានអីមកដោះស្រាយជីវភាពយើងបានបងប្អូនកុំពឹងទៅលើប្រភពចំណូលតែមួយមុខបងប្អូនត្រូវតែឆ្លៀតពេលដើម្បីស្វែងរកប្រភពចំណូលទី2អាចជាការបើកអាជីវកម្មតូចឬក៏ការលក់អនឡាញឬក៏បងប្អូនមានជំនាញបងប្អូនធ្វើការ freelance ដើម្បីយើងបង្កើតចំណូលបន្ថែមនៅពេលដែលយើងមានប្រភពចំណូលច្រើនយើងក៏អាចរស់នៅបានយ៉ាងស្រួលដែរទម្លាប់ទី4មិនព្រមរៀនមេរៀនពីលុយកាក់រាល់ថ្ងៃយើងទាំងអស់គ្នារកលុយចាយលុយពឹងផ្អែកទៅលើលុយប៉ុន្តែយើងមិនដែលចំណាយពេលស្វែងយល់ពីចរន្តលុយទេបញ្ហាគឺថាយើងមិនដែលចំណាយពេលរៀនពីរបៀបគ្រប់គ្រងប្រាក់ខែរបៀបវិនិយោគចឹងពេលដែលយើងមានលុយនៅក្នុងដៃតែយើងមិនយល់ពីរបៀបគ្រប់គ្រងឲ្យមានប្រសិទ្ធភាពខ្វះចំណេះដឹងផ្នែកហិរញ្ញវត្ថុធ្វើឲ្យយើងនៅតែធ្វើទម្លាប់ដដែលដូចជាចំណាយទៅលើរបស់ដែលមិនចាំបាច់មិនចេះរបៀបសន្សំលុយជាពាក់បំណុលគេមិនដឹងពីឱកាសវិនិយោគរកលុយបានប៉ុន្តែយើងមិនអាចទុកលុយបានជាទូទៅហេតុផលដែលធ្វើឲ្យយើងទាំងអស់គ្នាមិនព្រមរៀនមេរៀនពីលុយគឺដោយសារតែយើងគិតថាវាស្មុគស្មាញពេកយើងគិតថាយើងមានការងារធ្វើតែមួយមុខគឺគ្រប់គ្រាន់ហើយមិនចាំបាច់យល់ដឹងអីបន្ថែមទៀតទេព្រោះយើងមានប្រាក់ខែចាយស្រាប់ហើយតែបងប្អូនទាំងអស់គ្នាសម្រាប់អ្នកមានវិញគឺគេមិនដែលឈប់រៀនចំណេះដឹងបន្ថែមពីលុយទេគេតែងតែរៀនរហូតតាមរយៈការអានសៀវភៅហិរញ្ញវត្ថុរៀនពីអ្នកជោគជ័យតាម podcast YouTube និងតាមបទពិសោធន៍ផ្ទាល់របស់ពួកគេទម្លាប់ទី5ចំណាយដើម្បីបង្អួតអ្នកផ្សេងពេលខ្លះដោយសារតែអារម្មណ៍ខ្លាចចេញទៅក្រៅគេមើលងាយយើងសុខចិត្តចំណាយទិញសម្ភារៈនិយមមកបង្អួតគេទាំងដែលសម្ភារៈហ្នឹងវាហួសពីលទ្ធភាពរបស់យើងទោះទៅជំពាក់បំណុលគេក៏យើងសុខចិត្តព្រមទិញដែរចាយលុយដែលខ្លួនមិនទាន់មានដើម្បីរបស់ដែលខ្លួនមិនទៅការអ្នកមានគេមិនដែលទម្លាប់ហ្នឹងទេបងប្អូនគេចាយលុយទៅលើអ្វីដែលចាំបាច់មិនមែនអ្វីសម្រាប់តែលម្អនៅខាងក្រៅទេទម្លាប់ទី6មិនហ៊ានបន្ថយទម្លាប់ដែលធ្វើឲ្យបងប្អូនមិនអាចមានបានដូចគេគឺដោយសារតែយើងមិនហ៊ានបន្ថយខ្លាចខាតខ្លាចថាចុះបើយើងធ្វើឲ្យអត់ដើរគឺ
យើងត្រូវធ្វើមិនអត់ហ៊ានចាប់យកឱកាសគិតពីនេះពីនោះយើងនៅខ្វល់ខ្វាយច្រើនសុខចិត្តនៅក្នុងតំបន់សុវត្ថិភាពរបស់ខ្លួនចាយតែប្រាក់ខែខ្លួនឯងក៏បានទម្លាប់នឹងគឺជាកន្លែងដែលសម្រាប់ក្តីសម័យរបស់បងប្អូនបើយើងធ្វើការចាំតែប្រាក់ខែរហូតចឹងពេលណាទើបយើងអាចមានបានដូចគេបងប្អូនត្រូវចេះហ៊ានបន្ថយដើម្បីក្តីសម័យរបស់ខ្លួនតែយើងបន្ថយដោយការគិតគូរស្វែងយល់ឲ្យបានច្បាស់មុននឹងដាក់ទុនទៅលើអ្វីមួយបើសិនជាជោគជ័យយើងនឹងមានចំណូលបន្ថែមតែបើសិនជាបរាជ័យយើងនឹងបានរៀនមេរៀនពីការបរាជ័យនោះហើយមេរៀននឹងគឺអត់ដែលមានអ្នកណាមកបង្រៀនយើងទេបងប្អូនអ្វីដែលហានិភ័យបំផុតគឺការមិនហ៊ានបន្ថយអ្វីទាំងអស់ទម្លាប់ទី7បន្ទោសកលៈទេសៈឬអ្នកដទៃបន្ទោសកលៈទេសៈឬបន្ទោសថាមកពីខ្ញុំកើតមកមិនមានបានដូចគេខ្ញុំកើតមកកូនអ្នកក្រហើយមកពីសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះគេកើតមកគេមានសំណាងគេកូនអ្នកមានស្រាប់យើងព្យាយាមរកគ្រប់ផ្លូវបន្ទោសទៅលើកលៈទេសៈឬក៏អ្នកដទៃបើសិនជាយើងកើតមកមិនមែនជាកូនអ្នកមានវាមិនមែនជាកំហុសយើងទេបងប្អូនប៉ុន្តែបើយើងទុកឲ្យខ្លួនឯងនៅតែរស់នៅជាមួយភាពក្រវាជាកំហុសរបស់យើងអ្នកមានគេមិនដែលបន្ទោសទៅលើកលៈទេសៈឬក៏បន្ទោសអ្នកណាទេគេដឹងតែខិតខំរកលុយដើម្បីឲ្យខ្លួនឯងទទួលបានជីវិតដែលខ្លួនសម័យចង់បានទម្លាប់ទី8មិនឲ្យតម្លៃលើពេលវេលាភាគច្រើនយើងទាំងអស់គ្នាមើលរំលងតម្លៃនៃពេលវេលាឲ្យតែមានពេលទំនេរគឺយើងអង្គុយលេង Facebook TikTok វាអាចជារឿងតូចតាចទេព្រោះក្រោយពេលដែលយើងធ្វើការហត់គឺយើងត្រូវតែកម្សាន្តសម្រាប់ខួរក្បាលតែបងប្អូនកុំទុកឲ្យខ្លួនឯងនៅទំនេរចំណាយពេលទៅលើការកម្សាន្តយូរពេកព្រោះថាបងប្អូនដឹងអត់អ្នកដែលជាប់នៅក្នុងភាពខ្វះខាតយូរគឺជាអ្នកដែលមិនព្រមរៀនសូត្រមិនព្រមរៀនជំនាញថ្មីធ្វើឲ្យខ្លួនឯងនៅតែកន្លែងដដែលទម្លាប់អ្នកមានគឺគេតែងតែចេះបែងចែកពេលវេលាផ្ដោតទៅលើការកែលម្អខ្លួនឯងរាល់ថ្ងៃវិនិយោគទៅលើខ្លួនឯងរៀនជំនាញថ្មីព្រោះគេគិតថាជំនាញគឺជាឱកាសដែលគេអាចរកលុយបន្ថែមបានទម្លាប់ទី9ផ្នត់គំនិតអវិជ្ជមានឬនៅមានកម្រិតផ្នត់គំនិតអវិជ្ជមានតែងតែគាត់យើងមិនឲ្យយើងសម្រេចក្តីសម័យរបស់យើងផ្នត់គំនិតនឹងដូចជាខ្ញុំមិនអាចធ្វើបានទេវាពិបាកខ្លាំងណាស់បងប្អូនយើងមិនទាន់បានសាកផងយើងមិននឹងដឹងថាយើងធ្វើបានឬក៏មិនបានជាទូទៅនៅពេលដែលខ្ញុំជួបការងារអីថ្មីគឺខ្ញុំមិនដែលនិយាយថាខ្ញុំមិនអាចធ្វើបានទេបងប្អូនយើងមិនទាន់បានសាកផងយើងមិននឹងដឹងថាសមត្ថភាពយើងដល់ណាបើសិនជាការងារនោះពិតជាពិបាកខ្លាំងណាស់សម្រាប់យើងធ្វើទៅដឹងតែអត់រលូនល្អទេប៉ុន្តែយើងមានសមត្ថភាពរៀនសូត្រអញ្ចឹងយើងអាចរៀនសូត្រពីវាបានបងប្អូនទាំងអស់គ្នាក្រោយពីដឹងទម្លាប់ទាំង9នេះហើយតើបងប្អូនរាល់ថ្ងៃកំពុងតែមានប្រមាណទម្លាប់ដែរកុំមានអារម្មណ៍ថាខុសឬក៏បន្ទោសខ្លួនឯងយើងទាំងអស់គ្នាសុទ្ធតែមានចំណុចខ្វះខាតសំខាន់គឺយើងរៀននិងកែប្រែឡើងវិញហើយភាពមានបាននេះបងប្អូនមិនមែនកើតឡើងនៅក្នុងពេលតែមួយយប់ទេវាកើតចេញពីការសន្សំទម្លាប់ល្អបន្តិចម្ដងបងប្អូនត្រូវមានភាពអត់ធ្មត់ជាមួយខ្លួនឯងប្រៀបដូចជាការដាំដើមឈើមួយចឹងយើងមិនអាចដាំនៅថ្ងៃនេះហើយចង់ហូបផ្លែថ្ងៃស្អែកបានទេតែបើសិនជាយើងមិនព្រមដាក់គ្រាប់ពូជថ្ងៃហ្នឹងគឺបងប្អូនមិនអាចឃើញម្លប់របស់វាបានទេមុននឹងបញ្ចប់វីដេអូនេះគឺខ្ញុំមានសំណួរមួយសម្រាប់បងប្អូននៅក្នុងចំណោមទម្លាប់ទាំង9នេះតើមួយណាដែលបងប្អូនបដិញ្ញាថានឹងកាត់ចោលមុនគេបងប្អូនជួយសរសេរនៅក្នុង comment section នៅខាងក្រោមឲ្យខ្ញុំមួយផងណាបើសិនជាបងប្អូនពេញចិត្តនឹងវីដេអូនេះបងប្អូនជួយ like share និង subscribe ឲ្យខ្ញុំមួយផងអរគុណច្រើនបងប្អូនដែលបានមើលវីដេអូនេះពីដើមដល់ចប់បាយបាយបងប្អូន